ព្រៀបនឹងក៏វាច្រើនចាំបើសិនជាមានខុសឆ្គងកន្លែងណាអីក៏សូមអធិស្ឋាននឹងខន្តីអភ័យអត់ទោសរបស់អង្គខ្ញុំទៅដល់អាត្មាភាពផងណាញាតិញោមក៏សូមអនុមោទនានៅក្នុងថ្ងៃនេះគឺថ្ងៃអាទិត្យ12រោចរនោចខែចេសឆ្នាំអសាញ់សប្បុរស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី22ខែមិថុនាឆ្នាំ2025ដោយលោកទាំងអស់គ្នាមានទុកដ៏ក្រៀមក្រំដោយលោកឧបាសកនៅសុខខំចឹងណាញោមមានព្រះជន្ម69ឆ្នាំដែលបានឃ្លាតកាយឆ្ងាយពីប្រពន្ធព្រមទាំងកូនចៅនិងក្រុមសាច់ញាតិទាំងអស់គ្នាចឹងហើយខ្ញុំគណៈអាត្មាភាពជាប្រសងនេះមិនមានអីមកជួយចែករំលែកញោមទេគឺមានតែយកព្រះធម៌ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គទ្រង់បដិស្ថានក៏បានតាក់តែងមករួចហើយដើម្បីលើកយកព្រះធម៌នោះមកជួយចែករំលែកទុកដល់គ្រាក្រមនៅក្នុងថ្ងៃនេះព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងហើយនៅព្រះធម៌ទាំងឡាយនឹងអំពីរូបរាងកាយយើងនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងថាហេតុបច្ចយោចរិយាមរណៈចរិយានិងមរណៈក៏គង់តែចូលមកដល់ខ្លួនយើងគ្រប់គ្នាអត់មានបុគ្គលឯណាមួយគិតឲ្យផុតរត់ឲ្យរួចពីសេចក្តីស្លាប់នេះបានទេអញ្ចឹងហើយបានជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ត្រាស់សម្ដែងនៅព្រះគាថានៅធម៌ពីរយ៉ាងនៅត្រៃលោកធម៌នៅត្រៃលក្ខធម៌តែ3យ៉ាងព្រះអង្គទ្រង់ត្រាស់សម្ដែងថាអ្នកគៀមធម៌មោនិកមសធម៌មោអ្នកចាបយ៉ាងអេកពលសធម៌មោសាពៈសលោកសសទេវកសអេសេបធម៌មោយតិទាំងអនិច្ចតាធម៌ណាដែលមានឈ្មោះថាអនិច្ចតាធម៌គឺសភាពប្រែប្រួលមិនទៀងទាត់អនិច្ចតាធម៌នេះមិនមែនជាធម៌សម្រាប់អ្នកស្រុកតែមួយទេមិនមែនជាធម៌សម្រាប់អ្នកនិគមតែមួយទេឬនឹងថាជាធម៌សម្រាប់តកូលតែមួយនោះក៏មិនមែនទេអនិច្ចតាធម៌នេះគឺជាធម៌សម្រាប់មនុស្សសត្វគ្រប់គ្នាជាមរតកជាទ្រព្យកាលណាដែលសត្វលោកកាលណាដែលកើតឡើងហើយក៏តែងតែមានសភាពប្រែប្រួលមិនទៀងទាត់កាលណាដែលយើងកើតមកហ្នឹងគឺមានសេចក្តីកើតហ្នឹងជាខាងដើមមានសេចក្តីភាពចាស់ជរាហ្នឹងជាកណ្ដាលចុងបញ្ចប់ហ្នឹងគឺមរណៈគឺសេចក្តីស្លាប់នឹងឯងគឺជាមរណៈទុក្ខដ៏ធំដ៏ក្រៀមក្រំដ៏តែយើងគ្រប់គ្នាហ្នឹងអត់មានបុគ្គលណាមួយចង់ជួបចង់បានទេប៉ុន្តែយើងទាំងអស់គ្នាគឺមិនអាចកិច្ចផុតឡើយពីសភាពប្រែប្រួលមិនទៀងទាត់នេះគឺប្រែប្រួលពីក្មេងទៅចាស់ប្រែប្រួលសូម្បីតែរបស់របរដែលយើងថែរក្សាហ្នឹងដូចជាផ្ទះសម្បែងហ្នឹងក៏ប្រែប្រួលដូចគ្នាគឺមានកាលណាដែលយើងធ្វើពីថ្មីថ្មោងហ្នឹងគឺស្អាតស្អាងណាស់ថ្មីណាស់ដល់ពេលក្រោយមក10ឆ្នាំក្រោយមកក៏មានសភាពប្រែប្រួលទៅចាស់ទៅបន្តិចម្ដងចឹងឯងដល់យើងមិនបានដឹងទេប្រសិនបើយើងមិនបានពិចារណាថានៅរបស់ទាំងឡាយហ្នឹងមិនទៀងហ្នឹងគឺយើងមិនព្រមទទួលទៅតាមការដែលយើងជួបយើងទទួលទៅទេព្រោះថារឿងរ៉ាវទាំងឡាយហ្នឹងគឺយើងមិនអាចដឹងមុនទេថាយើងនឹងតែជួបរឿងរ៉ាវអ្វីខ្លះទៅវាមានសភាពប្រែប្រួលមិនទៀងទាត់ជាធម្មតាអត់មានបុគ្គលឯណាមួយហ្នឹងអាចខាត់អាចកំណត់បានថាអូជីវិតអញអាត្មាអញហ្នឹងត្រូវតែនៅក្មេងរហូតត្រូវតែនៅស្អាតរហូតត្រូវតែនៅសាច់កុំជ្រីជ្រួញរហូតគឺមិនអាចខាត់បានទេគឺយើងមានសភាពប្រែប្រួលជាធម្មតាគឺដល់យើងរស់នៅយើងភ្លេចខ្លួនហ្នឹងអាយុយើងក៏កាន់តែវិវត្តពីមួយថ្ងៃទៅមួយថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងយើងកាន់តែវិវត្តឡើងដល់យើងមិនបានដឹងទេអំពីពេលវេលានៃជីវិតហ្នឹងចំណែកទី2ហ្នឹងគឺព្រះអង្គទ្រង់ត្រាស់សម្ដែងនៅព្រះគាថាអ្នកគៀមធម្មោ
នេះក៏មេសធម្មោអ្នកចាបេយ៉ាងអេកកលសធម្មោសាពៈសលោកកាសស្ទេវកាសអេសេបធម្មោយតិទាំងចវិយតិទាំងចតុកតាធម៌ណាដែលមានឈ្មោះថាតុកតាធម៌គឺសភាពជាតុកតាធម៌នេះមិនមែនជាធម៌សម្រាប់អ្នកស្រុកតែមួយទេមិនមែនជាធម៌សម្រាប់អ្នកនិគមតែមួយទេឬនឹងថាជាធម៌សម្រាប់តកលតែមួយហ្នឹងក៏មិនមែនទេតុក្កតាធម៌នោះគឺមានចំពោះមនុស្សសត្វគ្រប់គ្នាអត់មានបុគ្គលណាមួយមិនមានទុកទេកាលណាដែលកើតមកហើយតែតែជួបសុខនឹងគឺជារឿងធម្មតាហើយជួបសុខជួបទុក្ខហ្នឹងធម្មតាដែលយើងមានបញ្ចខណ្ឌមានខណ្ឌទាំង5ហ្នឹងគឺយើងតែតែជួបហើយគ្រាន់តែការជួបសុខមកផ្លែទៅជួបទុក្ខមកផ្លែទៅក៏ទៅបាត់វិញអញ្ចឹងទៅដូចជាលក្ខណៈដូចជាភ្ញៀវដែលគេមកលេងផ្ទះយើងមកផ្លែអញ្ចឹងឯងពេលដែលយើងជួបហើយក៏កន្លងទៅបាត់អញ្ចឹងទៅហើយសភាពជាទុក្ខនេះគ្រាន់តែយើងហ្នឹងចង់បាននៅរបស់អ្វីមួយហ្នឹងក៏ជាទុក្ខដែរចឹងហើយញាតិញោមគ្រាន់តែយើងចង់បានអ្វីមួយហ្នឹងយើងមិនទាន់បានមកផងយើងគិតជាទុក្ខបាត់ហើយគិតថាបើសិនតែយើងប្រាក់មិនគ្រប់ហ្នឹងថាអូមិនដឹងបានលុយណាគ្រប់នៅទិញនៅរបស់ហ្នឹងទេពេលដែលយើងបានមកហើយហ្នឹងទៀតសោតពេលដែលយើងបានមកហើយហ្នឹងក៏ជាទុក្ខដែរទុក្ខក្នុងការថែរក្សានៅរបស់នោះខ្លាចបាត់បង់នៅរបស់នោះទៅវិញប៉ុន្តែយើងគឺមិនអាចខាត់បានទេព្រោះថារបស់ទាំងឡាយហ្នឹងយើងស្រឡាញ់ប៉ុណ្ណាយើងចង់បានយើងត្រូវការហួនហែងប៉ុណ្ណាក៏របស់នោះគឺមិនអាចនៅជាមួយយើងបានរហូតទេគឺតែយើងប្រាថ្នាមកកាន់តែប្រាថ្នាខ្លាំងទុកក៏កាន់តែខ្លាំងចឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងនៅបកាថានោះព្រះអង្គទ្រង់ត្រាស់សម្ដែងថាតណ្ហាជាយតេសោកោតណ្ហាជាយតេភៈយ៉ាងតណ្ហារូបមុតតសៈណដ្ឋេសោកោកតោយ៉ាងសេចក្តីសោកកើតអំពីតណ្ហាភ័យក៏កើតអំពីតណ្ហាបើបុគ្គលរួចស្រឡះចាកតណ្ហាហើយសេចក្តីសោកនិងទុក្ខនិងភ័យហ្នឹងតើមានមកពីណាអញ្ចឹងរឿងសេចក្តីបំណងដែលយើងប៉ុនប៉ងចង់បានហ្នឹងប្រសិនបើយើងចង់បានហួសប្រមាណពេកទៅនោះគឺសភាពជាទុក្ខហើយយើងជួបរឿងណាក៏ព្រមដោះស្រាយនៅរឿងហ្នឹងទៅយើងមានសេចក្តីសុខហើយការដែលយើងដូចញោមទាំងអស់គ្នាហ្នឹងជួបទុក្ខដល់ក្រៀមក្រំនេះគឺលោកឪពុកបែកកាយឆ្ងាយពីក្រុមគ្រួសារហ្នឹងតែយើងចង់ទេគឺមិនចង់ទេហើយតែយើងអាចខាត់បានទេគឺមិនបានដូចគ្នាអញ្ចឹងណាញាតិញោមគឺមិនអាចខាត់បានទេហើយក៏យើងមិនអាចកំណត់ថាអូយើងបែកពីមនុស្សគ្រប់គ្នានៅពេលណាវេលាណាគឺយើងមិនអាចដឹងដូចគ្នាហើយសភាពជាទុក្ខនេះគឺមានគ្រប់គ្នាមិនមែនតែមានតែក្រុមគ្រួសារញោមទេថាក្រុមគ្រួសារអាត្មាភាពជាអ្នកសម្ដែងនោះក៏មានមនុស្សស្លាប់មានមនុស្សកើតទុក្ខដូចគ្នាក្រុមគ្រួសារអ្នកគ្រប់គ្នានោះគឺសិតតែមានដូចគ្នាចឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យយើងពិចារណានៅត្រៃលក្ខធម៌ទាំង3ហ្នឹងហើយចំណែកទី3ហ្នឹងគឺអនត្តាមិនមានអីជារបស់ខ្លួនយើងទេគឺការប្រែប្រួលនោះវាយើងមិនអាចខាត់បានទេរបស់របរដែលជាទីស្រឡាញ់ជាទីពេញចិត្តប្រពន្ធកូនដែលជាទីពេញចិត្តកូនចៅទាំងអស់ដែលជាទីស្រឡាញ់ហ្នឹងពេលដែលលោកតាទៅនោះគឺទៅតែម្នាក់ឯងនឹងឯងហើយព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ត្រាស់សម្ដែងថាបុគ្គលដែលទៀបនឹងស្លាប់ហ្នឹងគឺជាបុគ្គលដ៏កំសត់យ៉ាងណាញោមកំសត់នៅក្នុងទីនេះគឺកំសត់ត្រង់ថាពេលដែលគាត់ធ្វើទុក្ខកិរិយាពេលដែលគាត់ជិតចុះទេហ្នឹងគឺមិនមានបុគ្គលឯណាមួយអាចជួយបានទេមិនថាទុក្ខក្រៀមក្រំមិនថាឈឺប៉ុណ្ណាយើងបានជួយបើយើងសិនជាជួយទូជួយរែកជួយធ្វើការជួយអីយើងអាចជួយបានប៉ុន្តែពេលដែលទុក្ខធំមកដល់នេះគឺមិនមានបុគ្គលឯណាជួយបានទេមិនថាប្រពន្ធក្តីមិនថាកូនក្តីមិនថាជាអ្នកជាទីស្រឡាញ់ប៉ុណ្ណាទេគឺមិនអាចជួយគាត់បានទេចុងបញ្ចប់នោះគឺគាត់ទៅតែម្នាក់ឯងគឺគាត់ទៅតាមតែយថាកម្មរបស់គាត់ដែលគាត់បានសាងពេលនៅរស់នេះញាតិញោមដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាតាមយថាកម្មនោះមានន័យយ៉ាងណាតាមយថាកម្មនោះគឺមានន័យថាបានដល់គោលអំពើ
អំពើដែលយើងធ្វើការប្រព្រឹត្តដែលយើងប្រព្រឹត្តទៅពេលដែលយើងរស់នៅហ្នឹងហើយបុណ្យបាបហ្នឹងគឺបែងចែកឲ្យយើងសាងល្អទៅបុណ្យកុសលទាំងឡាយហ្នឹងនឹងជួយទ្រទ្រង់ជួយដឹកនាំនៅបដិសន្ធិវិញ្ញាណហ្នឹងឲ្យទៅកើតនៅទីដ៏សមគួរចឹងទៅប្រសិនបើគាត់នៅរស់ហ្នឹងគាត់មិនបានសាងកម្មល្អអីហ្នឹងគឺលំបាកហើយគឺជាបុគ្គលដ៏កំសត់ហើយអត់មានបុគ្គលឯណាជួយបានទេតុលាការច្បាប់យើងច្បាប់មនុស្សយើងមានអាចថាមានយោគយល់មានអីខ្លះហ្នឹងយោគប៉ុន្តែបើតុលាការកម្មនេះគឺមិនអាចយោគយល់បានទេបុគ្គលដែលសាងកម្មអ្វីហើយគឺទៀងណាស់តែងតែទួលនៅផលកម្មហ្នឹងមិនមានកម្លាំងអ្វីស្មើនឹងកម្លាំងកម្មឡើយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាណដ្ឋេកម្មੰសមੰពលៈនោះមិនមានកម្លាំងអ្វីស្មើដោយកម្លាំងកម្មឡើយអញ្ចឹងហើយកម្មទាំងឡាយនេះតែយើងបានប្រព្រឹត្តធ្វើហើយប្រៀបដូចជាស្រមោលអន្ទោលតាមប្រាំគឺមិនអាចកិច្ចផុតទេបុគ្គលចង់កិច្ចចង់រត់ទៅដល់ទីណាកន្លែងណាក៏មិនអាចកិច្ចរួចដែរចង់រត់ទៅសមុទ្រចង់រត់ទៅពួននៅកំពូលភ្នំចង់រត់ទៅពួននៅក្នុងរូងភ្នំយ៉ាងណាឬក៏កិច្ចទៅណាក៏មិនអាចផុតពីកម្លាំងកម្មនេះបានដែរចឹងហើយបានព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គវត្តចូលបរិយពពានព្រះអង្គទ្រង់ត្រាស់សម្ដែងថាសម្ដែងជាមួយព្រះអនន្តព្រះអង្គទ្រង់ត្រាស់សម្ដែងថាមនាលអនន្តចូលអ្នកកុំធ្វេសប្រហែសនៅក្នុងជីវិតគឺមិនឲ្យយើងប្រមាថក្នុងជីវិតទេថាជីវិតយើងនឹងរស់បានយូរជីវិតយើងនឹងរស់បានវែងព្រោះថាជីវិតរបស់យើងនេះវាស្ថិតនៅក្នុងត្រៃលក្ខធម៌អនិច្ចំទុក្ខំអនត្តាមិនមានអីជារបស់ខ្លួនទេថ្ងៃណាមួយជីវិតរបស់យើងនឹងប្រោះប្រាស់នរាជៈខាងអំពីមនុស្សសត្វអសង្ខារដែលជាទីស្រឡាញ់នឹងសាពេហេមេបយេហេវិនាពេហេនានាពេហេវិនាភាវោសត្វយើងនឹងប្រោះប្រាស់នរាចាក់ខាងអំពីមនុស្សសត្វអសង្ខារដែលជាទីស្រឡាញ់នៅក្នុងថ្ងៃណាមួយជាប្រកបជាក់ស្ដែងដូចជាញោមនៅសុខខដែលគាត់បានបែកកាយឃ្លាតឆ្ងាយពីក្រុមគ្រួសារនៅក្នុងថ្ងៃនេះតែយើងជាកូនជាចៅជាក្រុមសាច់ញាតិនឹងយើងចង់ទេគឺមិនចង់ទេប៉ុន្តែយ៉ាងណារឿងរ៉ាវទាំងឡាយនឹងសត្វលោកកាលណាតែកើតមកហើយក៏តែងតែជួបនៅសេចក្តីស្លាប់ទៅវិញជាធម្មតាហើយព្រះសម្មាសម្ពុទ្ធអង្គទ្រង់ត្រាស់សម្ដែងទៀតថាអ្នកហិរុណੰវាសោកាវាជាវញ្ញបរិទេវនាការយំឬសោកសៅឬការខ្សឹបខ្សួលដតីហ្នឹងมันមានប្រយោជន៍ឡើយដល់អ្នកស្លាប់ហើយមិនមែនអីព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងបកាថាហ្នឹងហើយដល់ពេលខ្ញុំកណាលើកយកមកសម្ដែងបន្ថែមមិនអីព្រះអង្គអានតែមិនមែនក្រុមគ្រួសារមិនមែនសាច់ញាតិព្រះអង្គជាថាបានហ្នឹងបើសម្រាប់ខ្ញុំជាកូនជាចៅជាក្រុមសាច់ញាតិខ្ញុំធ្វើមិនបានទេវាធម្មតាទេណាញោមយើងជាបុគ្គលជនកាលណាដែលយើងបែកមនុស្សជាទីស្រឡាញ់មនុស្សពេញចិត្តហ្នឹងយើងតែងតែយំសឹកសួរសោកសៅនឹងជារឿងធម្មតាប៉ុន្តែការយំសោកសៅរបស់យើងនេះគឺអត់មានសារៈអត់មានប្រយោជន៍ដល់អ្នកស្លាប់ទេគាត់មិនបានដឹងឮទេជួយយើងអ្នករស់នៅនឹងយើងចង់យកទៅទីណាកន្លែងណាចង់រៀបចំឲ្យល្អឲ្យប្រសើរហ្នឹងក៏រៀបចំចឹងទៅគោលនេះទៅបើសិនជាយើងចង់យកទៅអស់ចោលនៅកន្លែងថ្មសានព្រៃថ្មសានហ្នឹងក៏គាត់មិនដឹងដែរប្រៀបដូចជាអង្កត់អស់ហើយភារកិច្ចរបស់កូនហ្នឹងគឺមានភារៈពេលដែលមេដាឬក៏បៃតាឬក៏ក្រុមសាច់ញាតិដែលជាអ្នកមានគុណហ្នឹងពេលដែលគាត់ឃ្លាតកាយបែកកាយទម្លាក់ខាងទៅញោម